បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកវត្តអរ៉ាញ់រីកុំបោគឺវត្តព្រំដែនកម្ពុជាវៀតណាមគឺមានពុកម៉ែបងប្អូនតិចមែនតើដែលស្គាល់វត្តអរ៉ាញ់រីកុំបោនេះគឺជាផ្លូវទៅភ្នំទឹកធំតែយើងអត់ដល់ភ្នំទឹកធំទេគឺយើងមកដល់វត្តអរ៉ាញ់រីកុំបោគឺយើងមានវិហារមានសាលាឆាន់ដែលយើងមើលឃើញនៅលើភ្នំហ្នឹងទៅដល់ផ្លូវហ្វៀនហ្នឹងគឺយើងឃើញវត្តអរ៉ាញ់រីកុំបោហើយខាងនេះគឺជាព្រំដែនវៀតណាមគឺភ្នំនេះភ្នំ វៀតណាមតែកាលពីមុនគឺទឹកដីកម្ពុជាក្រោមហើយចំណែកឯទឹកដីគេគឺផ្លូវគេស្អាតមែនទែនគឺផ្លូវគេខៀវងឹតគឺផ្លូវកស៊ូខាងនេះហើយសម្រាប់ផ្លូវកម្ពុជាយើងគឺផ្លូវគូក្រហមហើយមានពុកម៉ែបងប្អូនតិចមែនទែនដែលស្គាល់នៅវត្តទេសចរក្នុងទឹកធំហើយក៏អត់ស្គាល់វត្តអរ៉ាញ់រីកុកបោគឺវត្តអរ៉ាញ់រីកុកបោនេះគឺមានភាពក្រីក្រមែនទែនមានភាពខ្វះខាតហើយពុទ្ធបរិស័ទគឺមានតិចមែនតើហើយគឺវត្តនេះវត្តដាច់សញ្ញាមកមែនតើពុកម៉ែបងប្អូនអាចមើលបានគឺអត់មានពុទ្ធបរិស័ទនៅចំណុចជើងវត្តទេបងប្អូនអាចមើលបាននៅខាងនោះក៏អត់មានដែរគឺវាស្អាតមែនតើគឺនៅចំកណ្ដាលហ្មងហើយសម្រាប់ទេសភាពស្អាតមែនតើហើយនេះគឺជាព្រំមុខ4ហើយបងប្អូនមើលមែនតើគឺមើលទេសភាពខាងលើហើយខ្យល់មកលហើយទៀតគឺពិតជាសោះស្រាយគឺលក្ខណៈបែបធម្មជាតិហើយបើសិនជាមកពុកម៉ែបងប្អូនបានមកគឺពិតជាបង្ខំបំណងនៃខេត្តត្រជាក់ហើយមានទឹកមានភ្នំមានស្មៅមានត្រីមានអ្វីៗគ្រប់យ៉ាងតែអត់មានពុទ្ធបរិស័ទហើយបងប្អូនអាចមើលបានគឺខ្ញុំថតទស្សនវិជ្ជាជាក់ស្ដែងហើយសម្រាប់ស្រុកកំណើតខ្ញុំគឺនៅម្ដុំនឹងដែរបងប្អូនគឺនៅឯភូមិកោះចំការពុកម៉ែបងប្អូនអាចមកមើលបានឬក៏មកលេងហើយសម្រាប់មកលេងគឺបើសិនជាពុកម៉ែបងប្អូនមកលេងភ្នំទឹកធំកុំភ្លេចចូលមកវត្តអរ៉ាញ់រីកុកបោផងគឺវត្តនេះគឺមានភាពក្រីក្រមែនតើហើយអត់សូវមានពុទ្ធបរិស័ទស្គាល់ហើយមួយទៀតគឺនៅព្រំដែនកម្ពុជាវៀតណាមគឺអត់មានពុទ្ធបរិស័ទទេបើសិនជាពុកម៉ែបងប្អូនមកគឺអាចមកលេងបានបាទអរគុណច្រើន